ជារៀងរាល់ឆ្នាំនៅខែវស្សាខែទឹកឡើងគឺយើងតែងតែឃើញមានករណីលង់ទឹកមិនថាមនុស្សធំឬក៏កូនក្មេងតែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺខមមិនបងប្អូនយើងភាគច្រើនគឺគាត់ណែនាំអ្នកសង្គ្រោះហ្នឹងឲ្យលើកជនរងគ្រោះដាក់លើស្មាហើយបងប្អូនខ្ញុំសូមមកបញ្ជាក់ជូនថាមកទល់សប្តាហ៍នេះការសង្គ្រោះបឋមទៅលើជនរងគ្រោះដែលគាត់បាត់ដង្ហើមឬក៏គាត់កាំងបេះដូងមិនថាដោយសារតែរឿងលង់ទឹកនេះទេដោយសាររឿងអីផ្សេងក៏ដោយគឺមានវិធីសាស្ត្រតែមួយគត់ដែលមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវនោះគឺជាការសង្គ្រោះតាមរយៈការសង្កត់ទ្រូងហើយនឹងផ្លុំដង្ហើមហើយវិធីសាស្ត្រនេះគឺត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកជាអាចបង្កើនអត្រារស់រានរបស់ជនរងគ្រោះបានពិតប្រាកដមែនតែសម្រាប់ថ្ងៃនេះគឺខ្ញុំអត់មកលម្អិតទាក់ទងវិធីសង្គ្រោះនឹងទេដោយសារតែមានលោកគ្រូម្នាក់ដែលគាត់ជាអ្នកជំនាញគ្រូបង្គោលស្រាប់នៅខាងមន្ទីរពេទ្យកុមារអង្គរហ្នឹងគឺគាត់បានធ្វើវីដេអូរួចរាល់ហើយមកឆ្លើយតបចំពោះ comment debate របស់បងប្អូនមួយចំនួនដែលគាត់និយាយថាចុះបើសិនជាវិធីសាស្ត្រជួយសង្គ្រោះអ្នកលង់ទឹកដែលលើកដាក់ស្មាហើយលោតហ្នឹងវាជាវិធីមួយដែលខុសតើហេតុអីមិនឃើញមានករណីខ្លះខ្ញុំមើលឃើញនឹងភ្នែកផ្ទាល់ហ្មងថាសង្គ្រោះបែបហ្នឹងទៅជនរងគ្រោះហ្នឹងគាត់ដឹងខ្លួនឡើងបងប្អូនគ្នារឿងហ្នឹងវាស្រួលយល់ទេវាអត់ខុសអីអំពីរឿងផ្សេងៗមួយចំនួនធំដែលយើងដើរផ្លូវខុសប៉ុន្តែវាអាចឲ្យលទ្ធផលសឹងតែដូចគ្នានៅពេលដែលមនុស្សម្នាក់លង់ទឹកគឺទឹកចាប់ផ្ដើមឆ្លុះចូលមាត់ចូលច្រមុះចូលផ្លូវដង្ហើមផ្នែកខាងលើហើយចុងក្រោយគឺវាចូលដល់សួតនៅពេលដែលសួតពោពេញទៅដោយទឹកឬក៏វាលិចទៅដោយទឹកគឺសួតលែងដំណើរការហើយលែងមានអ្នកបំលាស់ប្ដូរកាបូនឌីអុកសាយហើយនិងអុកស៊ីសែនពីខាងក្រៅចូលមកក្នុងខ្លួនជនរងគ្រោះហ្នឹងអញ្ចឹងគឺខ្វះអុកស៊ីសែនបេះដូងជាកោសិកាមួយដែលដំបូងហ្នឹងគឺវាខំប្រឹងច្បាច់ធ្វើយ៉ាងណាបញ្ជូនអុកស៊ីសែនហ្នឹងទៅឲ្យកោសិកាផ្សេងៗដែលគេទាមទារប្រាប់ថាខ្វះហើយខំប្រឹងច្បាច់មកដំបូងវាចិត្តតែប្រឹងបានប៉ុន្តែយូរទៅគ្នាក៏វាអិចសនោះហើយដែលជាហេតុផលធ្វើឲ្យជនរងគ្រោះហ្នឹងគាត់កាំងបេះដូងកោសិកាផ្សេងៗវាខ្វះអុកស៊ីសែនដំបូងវាមិនសូវអីប៉ុន្តែមានកោសិកាមួយដែលវាមិនអាចស៊ូទ្រាំនៅក្នុងការខ្វះអុកស៊ីសែនបាននោះគឺជាកោសិកាខួរក្បាលកោសិកាខួរក្បាលនេះរៀងរាល់វិនាទីដែលវាកង្វះអុកស៊ីសែនទៅអញ្ចឹងគឺវាចាប់ផ្ដើមមានផលប៉ះពាល់ហើយបើសិនជារឿងហ្នឹងវាអូសបន្លាយយូររហូតដល់2ទៅ3នាទីគឺកោសិកានេះវាចាប់ផ្ដើមខូចខាតឬក៏វាងាប់ហើយវាខុសគេមួយទៀតត្រង់ថាវាអត់ចេះ regenerate ដូចកោសិកាផ្សេងៗដូចជាកញ្ចក់ឬក៏សក់ឯងបានន័យថាវាខូចគឺវាខូចហើយដែលនោះជាមូលហេតុធ្វើឲ្យជនរងគ្រោះខ្លះគាត់រស់រានប៉ុន្តែគាត់អាចមានពិការភាពក្រោយពីការលង់អ្វីដែលសំខាន់បំផុតនៅក្នុងការជួយជនរងគ្រោះដែលលង់ទឹកហ្នឹងធ្វើយ៉ាងម៉េចក៏ដោយដើម្បីរុញជាតិទឹកហ្នឹងចេញពីក្នុងសួតឲ្យបានលឿនឲ្យសួតឲ្យបេះដូងហ្នឹងដំណើរការឡើងវិញហើយរុញអុកស៊ីសែនហ្នឹងទៅចិញ្ចឹមកោសិកាខួរក្បាលហ្នឹងឲ្យបានលឿនការលើកដាក់ជនរងគ្រោះលើស្មាហើយលោតនេះវាអាចមានហេតុផលពីរដែលធ្វើឲ្យជនរងគ្រោះហ្នឹងគាត់ដឹងខ្លួនទី1ជាការចៃដន្យសុទ្ធសាធបានន័យថាអ្នកជនរងគ្រោះហ្នឹងគឺគាត់ប្រុងរស់ស្រាប់ទោះបីជាមិនមានអ្នកជួយក៏គាត់អាចរស់ដែរទី2គឺអាចឲ្យ credit ទៅលើអ្នកជួយនឹង50%ដែរតែនេះគឺដោយសារតែជនរងគ្រោះឬក៏ស្ថានភាពរបស់គាត់នឹងពាក់កណ្ដាលដែរទេបានន័យថាវាស្រាលតែឆ្លក់នៅលើផ្លូវដង្ហើមផ្នែកខាងលើពីព្រោះជាទូទៅនៅពេលដែលលោតអញ្ចេះទី1យើងត្រូវគិតដល់ទំនាញផែនដីអញ្ចឹងទឹកធម្មតាវាច្បាស់ជាហូរពីទីខ្ពស់មកទីទាបហើយអញ្ចឹងយើងលើកដាក់លើស្មាទឹកដែលនៅក្នុងមាត់ហើយនៅក្នុងផ្លូវខ្យល់ផ្នែកខាងលើនោះវាអាចហូរចេញទី2នៅពេលដែលលោតអញ្ចឹងមនុស្សយើងធម្មតាយើងមាន reflex មួយគឺមានការក្អកហើយមានការក្អួតបើមិនជឿសាកធ្វើខ្លួនឯងអញ្ចឹងទឹកដែលនៅក្នុងផ្នែកខាងលើហ្នឹងគឺវាអាចធ្លាក់ចេញមកដែលធ្វើឲ្យអ្នកជំងឺហ្នឹងគាត់អាចនៅកន្លែងនេះហើយដែលយើងត្រូវគិតហើយវាមានភាពខុសគ្នាសំណួរសួរថាយើងមិនដឹងថាជនរងគ្រោះហ្នឹងសួតរបស់គាត់ហ្នឹងលេខទឹកនៅបើអូសចេញមកហ្នឹងស្លាប់ឆឹងដូចគ្នាអញ្ចឹងវិធីសាស្ត្រ CPR នេះគឺវាមានលក្ខណៈវិទ្យាសាស្ត្រច្រើនជាងវាអាចរុញទឹកចេញពីក្នុងផ្លូវដង្ហើមបានច្រើនជាងការលើកដាក់លើអ្នកជំងឺដាក់លើស្មាលើភាពវិទ្យាសាស្ត្រជាជាងភាពចៃដន្យការដែលយើងធ្វើបែបហ្នឹងវាពន្យាពេលនៅក្នុងការជួយសង្គ្រោះជនរងគ្រោះវាពន្យាពេលនៅក្នុងការ restore oxygen ហ្នឹងទៅចិញ្ចឹមកោសិកាខួរក្បាលឡើងវិញដូច្នេះនៅក្នុង scenario ស្រាលៗដែលអ្នកជំងឺគាត់អាចនឹងប្រមហូបខ្លួនឯងឬក៏ទឹកជ្រក់នៅលើផ្លូវដង្ហើមផ្នែកខាងលើតិចតួចលទ្ធផលហ្នឹងវាអាចដូចគ្នាប៉ុន្តែនៅក្នុង scenario ដែលធ្ងន់គឺខុសគ្នា 100% ឯលទ្ធផលបានន័យថាបើជនរងគ្រោះហ្នឹងគាត់ប្រុងរស់គាត់អាចនឹងស្លាប់បើសិនជាគាត់ត្រូវសង្គ្រោះបានរស់ហើយគាត់អត់មានពិការភាពយើងបែរជាសង្គ្រោះគាត់ទៅរស់ដូចគ្នាប៉ុន្តែគាត់មានពិការភាពថ្ងៃក្រោយ